អ្នកស៊ើបការសម្ងាត់ទទួលបន្ទុកផ្នែកសិក្សាស្រាវជ្រាវនិងមើលទីតាំងភូមិសាស្ត្រដើម្បី research ឲ្យ Operation Manager approve និយាយភាសាអង់គ្លេសបាទប៉ុណ្ណឹងនិយាយទៅមុខទៀតដឹងថាម៉េចព្រោះមុខខួរក្បាលអន់និយាយឲ្យចោលមើលទីតាំងល្អល្អអាងដឹកទ័ពទាហានមុខទៅចិញ្ចក់ឈាមព្រោះមានអាមុខខ្លះភ្លើទៀតឯងមើលទីតាំងឲ្យស្អាតទេគ្រាន់តែឲ្យដឹកអីវ៉ាន់ទៅរស់នៅសុខស្រួលអត់ទេចាហៅផ្ដេកផ្ដាស់កន្លែងណាល្ងិតចាចូលទៅចូលអាពីងគេបន្ទុំជែកដាក់ថ្មស្អុយងាប់អស់លីងឯងទាញមិនទាន់ឥឡូវវាបាក់ឈឺក្បាលអារឿងមុះទៅកោតថ្មីឥឡូវស្ទៀវនេះអូយឃើញភ្លើងពោសបាយអស់ហើយឆ្វេងច្បាច់ខ្វែងខ្វាត់ឆាបលិចឆាបកោតឡានម៉ូតូគេបុកបាក់ដៃបាក់ជើងអស់លីងចូលពេទ្យលន់ណាឥឡូវជាពាក់ពេទ្យរាប់លានឯងរលុយណាបានសងអូវិធានាពួកនេះណាឈឺក្បាលហើយចុះជំនួយការមុខខ្ញុំបាត់ទៅណាទៅក៏យូរម៉េះគាត់ណាឲ្យធ្វើសតិតិហ្នឹងអូយហៅមិនបើយូរពេកឯងឡើយធ្វើគេក៏យឺតម៉េះឲ្យខ្ញុំមកមិនមកផ្លូវសុទ្ធតែឡានខ្ញុំមិនហ៊ានឆ្លងខ្នល់ងាប់ក្បាលកាចារៀនឆ្លងផ្លូវខ្លាចឡានគេបើយើងហោះឡើងលើទៅខ្ញុំភ្លេចថាខ្ញុំនឹងចេះហោះខំវាគងពីឡានកិនងាប់ឥឡូវយើងឆាប់ទៅយកផូឌៀមរៀបចំឲ្យ Operation Manager យើងថ្លែងសន្ទរកថាបានលោកប្រធានអនុប្រធានយករួចទេអត់រួចទេធ្ងន់ឡើងចង់បាក់ដូនដៃហើយហើយស្យាតកម្មវិធីបន្តសូមគោរពអញ្ជើញ Operation Manager ពាក់មីសូមគោរពលោកប្រធានចង់កើតកើយបាទឥឡូវគឺថាមូទាំងអស់មកជុំគ្នាអស់ហើយលោកប្រធានហើយអញ្ចឹងសូមគោរពអញ្ជើញលោកប្រធាននិងសមាជិកសមាជិកាមូទាំងអស់គោរពភ្លេងមូនិងគោរពវិញ្ញាណក្ខន្ធដល់មូដែលបាត់បង់ជីវិតទៅសូមអរគុណបាទណាស់រយជើងហ่าសូមគ្រប់ជើងលោកធានសូមគ្រប់ជើងអូយភ្លេងអញ្ចឹងជើងសូមអញ្ជើញលោកប្រធានមិនរបាយការណ៍អីមិនសូមគោរពលោកប្រធាននាងខ្ញុំបាននាំរបាយការណ៍ចល័តកម្លាំងមូប្រចាំឆ្នាំ2010មកជម្រាបលោកប្រធានទី1ខណ្ឌតួកោបមូដែលត្រូវបានចេញជញ្ជក់ឈាមចំនួន20000ក្បាលមូដែលត្រូវបានជញ្ជក់ឈាមមនុស្សបានសម្រេចនោះគឺចំនួន15000ក្បាលចំណែកឯ5000ក្បាលទៀតត្រូវពួកមនុស្សផ្ទះងាប់អស់ហើយលោកប្រធានចំណែកឯសាកសពវិញត្រូវសម្ោចស៊ីអស់ជាស្ថាពរចំណែកឯខណ្ឌសីកាវិញលោកប្រធានក៏ត្រូវបានបញ្ជូនកម្លាំងមុខយើងបានទៅចំនួន20000ក្បាលទៀតមិនប៉ុន្តែគឺมันជញ្ជក់ឈាមมันបានសម្រេចទេព្រោះមុខមួយចំនួននោះអាឡែងតែភ្លើតភ្លើនចូលទៅ CTN មើលត្រីកំសាន្តអស់លីងចំណែកឯមួយចំនួនទៀតនោះត្រូវឡានកុងតឺន័រកិនបកប៉ាត់អស់លីងដែរលោកប្រធានអា20000ក្បាលអត់ប្រយោជន៍ទាំងអស់យើងនៅ CTN នោះច្រើនណាស់មិនគួរមិនជក់ទោះតែជក់បានណាចូលបានតើទៅមកងាប់ឡូវអញ្ចឹងសូមលោកប្រធានពិនិត្យរបាយការណ៍បន្តទៅទៀតបាទសូមក្រុមជើញលោកធានជាបឋមខ្ញុំសូមគោរពសមាជិកសមាជិកាមូសដៃគោលមូសខ្លាមូសក្រុងមូសផ្សារជាទីមេត្រី
ថ្ងៃនេះជាថ្ងៃបើកអង្គសន្និបាតបូកសរុបលទ្ធផលនៃការជញ្ជក់ឈាមប្រចាំឆ្នាំ2010ខ្ញុំសូមអង្គុយមកលោកធានឃើញថាបងប្អូនយើងមួយចំនួននឹងគឺបានខិតខំប្រឹងប្រែងជញ្ជក់ឈាមធ្វើឲ្យមនុស្សយើងនឹងមានជំងឺគ្រុនឈាមគួរជាទីមោទនភាពខ្ញុំសូមលើកទឹកចិត្តក៏ប៉ុន្តែក៏មានសមាជិកមូសយើងជាច្រើនដែលត្រូវបាត់បង់ជីវិតដោយសារបំពេញបេសកកម្មខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងចំណែកបងប្អូនយើងមួយចំនួនទៀតត្រូវបានបាក់ចំពុះព្រោះតែខ្វះការយល់ដឹងណាទៅអុចអារូបម៉ាឡាកាំងណាទៅខាំអត់អីរូបអត់អីសំងពីភ្លើអញ្ចឹងមានអាខ្លះនោះឃើញពងសំងឡានល្ងឹតនាំគ្នាទៅនៅក្នុងដល់ពេលគេបច្ឆេះឡានឲ្យយកខ្លីទាំងអស់ចំអត់ឯងផ្ទះឡានបងលុញវិធីផងណាមានអាខ្លះរស់នៅជាមួយឯងយូរទៅចំណែន7ពេកថាគៀងមានភ្លើងកកូតឲ្យឯងទិញអង្គុយដាក់ហើយវាចឹងតែឥឡូវនេះលោកអនុប្រធានក្រោយឯងមានស្អីត្រូវរាយការណ៍បន្ថែមអត់បាទរាយការណ៍គឺថាមានឥឡូវរដូវវស្សាបានមកដល់ហើយហើយទ័ពទាហានមូសរបស់យើងដែលគួរនឹងដឹកជញ្ជូនទៅគឺថាមានតែកន្លែងដូចជាតំបន់បឹងតំពុនវាមានលូច្រើនយើងអាចសងំពងនៅនឹងបានមានហើយការ៉ាអូខេនៅនឹងមានច្រើនដែរស្ទឹងមានជ័យបឹងសាឡាងយើងដាក់3កន្លែងសិនណាលោកធានប៉ុន្តែមើលទីតាំងច្បាស់លាស់កុំដូចថ្ងៃមុនទៅចំមកគេបនបញ្ចុះសមាគេបាញ់កំជួចងាប់ផ្ទិចខ្ញុំដឹងធ្វើម៉េចខ្ញុំតើទៅមើលគេមិនទាន់បនណាលោកធានឥឡូវរាយការណ៍ទៀតណែចុះខ្ញុំសុំសួរលោកប្រធានតិចបានលោកធានណែលោកប្រធានបានទៅចូលរួមអង្គសិក្ខាសាលានៅស្រុកកៅហ្នឹងបានលទ្ធផលយ៉ាងណាដែរនិយាយទៅខ្មាស់អៀនហ្នឹងវិញឯងទៅកាលហ្នឹងវាចំមកដេញរដូវ World Cup នោះទៅអាព្រឹកទាំងត្បូងឡៃមើលអេស្ប៉ាញទៅមើលហូឡង់មានបានអុចអីទេអើយខាតតែជើងយន្តហោះចឹងលោកប្រធានបានប្រយោជន៍ទៅវិញហ៎និយាយទៅវាអំបិលសួរទៀតឥឡូវខ្ញុំសូមស្នើការដល់លោកប្រធានប៉ុណ្ណេះសូមឲ្យលោកប្រធាននឹងអាសានេះមើលទូរទស្សន៍ផងមើលទៅអីមើលអីជើងឯកគុណខ្មែរហ្នឹងមែនទេមើលកម្មវិធីនេះអូតូនិយមគេចង់ដឹងមើលឲ្យលោកខ្យល់ព្យុះអីមកកូនចៅយើងរត់តាណារួចហើយព្រៀងផ្ដល់ដំណឹងតាមណាលោកប្រធានទិញអីកោមឲ្យម្នាក់មួយបាទអត់ថានេះទេប្រើសែលខាត012សេវាពេញបឹបបាទអរគុណលោកធានអរគុណលោកធានបានសបោលុយហើយម្យ៉ាងទៀតខ្ញុំឥឡូវនេះគឺថាសូមស្នើការដល់លោកប្រធានសូមឡានចំនួន500គ្រឿងដើម្បីដឹកជញ្ជូនកូនចៅទៅគ្រប់24ខេត្តកុងទៀតឡាននឹងខ្ញុំឲ្យលោកឯងក៏បានដែរក៏ប៉ុន្តែអាណាចេះបើកឡានអាណាមានដៃបើកជួលតែកុងគេទៀតហើយខ្ញុំឥឡូវដូចហត់នឿយណាស់ខ្ញុំចង់សូមលោកប្រធាននឹងវិសមកាល4ខែដើម្បីនាំសង្សារទៅដើរហានីមូនតិចទៀតសង្សារ4ខែក្បាលអីមូសអាយុតែ7ថ្ងៃហ្នឹងយ៉ានេះ4ខែមូសលោកប្រធានឥឡូវចាប៉ុណ្ណឹងបានណាបាទឥឡូវសូមគោរពអញ្ជើញខ្ញុំក៏សូមសម្ពោធបើកជាផ្លូវការនៃយុទ្ធនាការបន្តគូចបន្តគូចបាទបន្តពូជនិងរាតត្បាតជំងឺគ្រុនឈាមGrand Opening Official ប្រចាំឆ្នាំ2010បន្តទៀត Yes បាទហើយសូមជូនពរឲ្យសមាជិកសមាជិកាទាំងអស់ជួបពុទ្ធពរថ្ងៃបុណ្យប្រកាសអាយុវណ្ណៈសុខៈពលៈកំបីគ្រៀងក្រោយបាទសូមអរគុណសាធុលោកធានកាត់ខ្សែបូទៀតជោគជ័យសូមឲ្យជោគជ័យក្នុងការងាររបស់យើងប្រឹងប្រែងធ្វើការណាបាទអរគុណលោកធានប្រាក់ខែឲ្យអរគុណលោកប្រធាន10ឆ្នាំហើយគោប្រើចោលអីចោលហើយដេអាវសិនឯងឥឡូវចេះខ្ញុំគិតវិញតាក់យន្តហោះវិញណាតាក់យន្តហោះហ្មងតាក់យន្តហោះចាយតលេងនោះកូន
ស្រួលស្ដាប់ហើយឯងក៏លេងនេះមានមីក្រូជ្រៀងលេងបាននេះ Hello មកអត់ពាក់អាវទេឡើយពាក់អីចុះអាខេតចាស់អត់ព្រិចទេមួយទឹករងអីទៅបកដៃហៅប្អូនមួយតាត់អីទៅបកដៃដៃមកលើកទៅអត់ទេមកអត់ទេមកក៏ដល់ហៅប្អូនយ៉ាងមកហៅគេមកចុះបកឲ្យចិត្តតិចទៅមកអត់ទៅទេបងអាខេតចាស់អីខេតហៅឲ្យបានមកមកនេះឡាច់ដល់មកឡូវនឹងហៅឲ្យបានទៅមកអាក្រាច់ណាយរៀនទេច្រៀងមកបត់ឲ្យគេចូលចិត្តនេះមកអត់ច្រៀងណានេះមកបងទៀត គេផ្ទះបែកមាត់លោក នឹងហើយប្រាប់អញថាគេតាំងពីពណ៌ឲ្យអុចហ្នឹងហី បាទនឹងគេតាំងពីពណ៌ឲ្យលោកប្រធានពិនិត្យមើលទៀតដល់ឈាមនឹងអាចយកបានទេ កូននេះ ចា កំ នេះ ពុង ក្មេងអុចតិចខុសច្បាប់ការងារទៅហ៎ ចាំមកខ្ញុំសារមើលសិនលោកប្រធានសារមើលខាងនេះមុនលោកប្រធានលោកប្រធានឈាមនេះប្រៃលោកប្រធាន ណា ឈាមប្រៃ ដាក់ប៊ីចេងស្ករតិច លោកប្រធានខ្ញុំចង់អុចអាប៉ែនេះ កុំអាខ្ញុំសារមើលសិន មកអើឡើងប៉ោងហ្នឹងណាអូយអុចឡើងប៉ោងអាក្រោយ ឈាមភ្លាវ ដាក់ប៊ីចេង គាត់នេះផ្អែមខាងនេះផ្អែមលោកទៀតផ្អែម អាបែបប្រមូលឲ្យច្រើនមកអញចូលធ្វើផាឡូវ ថែមតិចទៀត តើឥឡូវចាប៉ណ្ណឹងបានហើយយកទៅមើលកន្លែងផ្សេងទៀត ចាំឲ្យគាត់ចាំមកជួបទៀតលោកទៀត មិនតន់បានមកក្អកថង ចាំចែកគ្នានោះ ឯងមើលមានយន្តហោះមកអត់អញតាក់ អោនាងក្តៅងៀងវិញលេង ដៅល្ងាម៉ែម៉ែនេះតែនឹកស្ដៅទៅឲ្យកូនក្តៅមែនណា ក្តៅមែនអី កើ ក្តៅងាប់ហើយអូយឯងអត់គិតកំប៉ុងឡើងវិញ គិតទៅការពារសុខភាពជាចម្បងចង់គ្រួសារខ្ញុំគ្មានជំងឺអីមិនតិចបន្តួចទៅតែកូនខ្ញុំចឹងមិននីឡាកូនម៉ែចាបងចូលមកអង្ខើចាអូយកូនឯងកុំទៅលេងអសោះណាកូនណាតាកំប៉ុងសបដងកូនឃើញកាខើចាមកហើយកុំទៅកូនខ្លាចមុខហាំណាកូនណាយ៉ាងពាក់អាយចិត្តអញ្ចឹងបានល្អណែឥឡូវនេះកូនឯងជួយរៀបចំម៉ែណាឲ្យវារៀបចំបាយទឹកប៉ាកូនឯងមកឥឡូវតែកូនណាជួយឲ្យកូនត្រឡប់ផងត្រឡប់ឯងឃើញកូនអត់អាវហ៎ យ៉ាងឆ្លងខ្លួនមកខ្ញុំណា អង្គុយមកឯងអង្គុយមកអើយចៅអ្នកអើយឈ្មោះឯងទាំងពីរបងអ៊ីនអូជំរាបសួរហើយចុះប្តីបងកើតអីណាកូនខ្ញុំឯប្តីខ្ញុំនឹងចិត្តតែក្តៅហេញាក់ណាលោកអ្នកគ្រូអញ្ចឹងចាហីបងគាត់ក្តៅខ្លួនខ្លាំងណាស់នេះមិនកើតទេបងត្រូវនាំគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យឈាមឲ្យបានត្រឹមត្រូវថាគាត់នឹងមានជំងឺអីចេះក្តៅក្តៅពីថ្ងៃនេះដែរណែខ្ញុំសង្ស័យថាលោកបងហ្នឹងក៏ដូចជាក្មួយប្រាមានជំងឺគ្រុនឈាមហើយមកទៅចឹងមានជំងឺគ្រុនឈាមចាបងមើលនេះនៅជុំវិញផ្ទះបងណាសបោទៅដល់សបោកំប៉ុងសបោកងឡានសបោដងព្រៃសុកទ្រុំហ្នឹងគឺជាកន្លែងមូខ្លាណែណាបងមូខ្លាចឹងមូខ្លាកើតមកពីកន្លែងហ្នឹងចាកើតមកពីវត្ថុទាំងអស់ហ្នឹងណែចាដើម្បីកុំឲ្យកើតមូខ្លាតទៅទៀតណាខ្ញុំធ្វើមិនទៅណាបងចាបងទៅប្រមូលវត្ថុហ្នឹងជីកកប់ឬក៏ដុតចោលចាមកទៀតទៅអ្នកគ្រូចាហើយក្នុងផ្ទះហ្នឹងបងក៏ត្រូវរៀបចំឲ្យបានស្អាតដែរត្រូវបើកទ្វារបើកបង្អួចឲ្យមានពន្លឺចេញចូលខ្យល់ឲ្យគ្រប់គ្រាន់ណាបងតែឲ្យក្នុងផ្ទះហ្នឹងខោបងឯងហ្នឹងបើយកឲ្យចេញឲ្យយកណាបងរៀបចំឲ្យបានស្អាតមុខខ្លាវាចូលចិត្តនៅកន្លែងហ្នឹងណាបងចាមុខចាអ្នកគ្រូពេទ្យអ្នកគ្រូពេទ្យឯងបងខ្ញុំធ្វើតាមទាំងអស់ចាបងធ្វើអញ្ចឹងដើម្បីកុំឲ្យផ្ទះបងមានជំងឺតទៅទៀតហើយពេលបងនេះឡាលេងពីមួយអាទិត្យម្ដងហើយដាក់ថ្នាំអាពេទ្យសម្ដែងឬក៏ចិញ្ចឹមក្រំ7ពោឲ្យស៊ីដង្កូវទឹកហ្នឹងណាបងចាតែប៉ុណ្ណឹងទៅបើបងធ្វើតាមនោះផ្ទះបងគ្មានកន្លែងនោះពងនៅទេបងចាហើយពេលបងសម្រានយប់ថ្ងៃត្រូវចងមុខណាបងចាចាំខ្ញុំធ្វើតាមណែនាំហ្នឹងហើយក្តៅខ្លាំងណាស់ណា
ចឹងអាចកំចាត់សត្វចង្រៃគ្រប់ប្រភេទបានដូចជានេះសត្វវាឬលូនឃើញទេចំទឹកចំតងអស់អាលេងបកែស័ក្តិសិទ្ធអញ្ចឹងมันប៉ះពាល់ដល់សុខភាពណែយើងទាំងអស់គ្នាទេកំចាច់មូសខ្លាគ្មានជំងឺគ្រុនឈាមត្រូវតែប្រើថ្នាំបាញ់មូស Ranger ចាទាំងអស់ហ្នឹងហើយគឺកំចាត់មូសខ្លាបានបកែយ៉ាងស័ក្តិសិទ្ធចាចាកូនចាហើយចាំមួយ